Hello สวัสดีคุณผู้ชมទាំងអស់គ្នាសាជាថ្មីដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី136របស់យើងចាប់ផ្ដើមនៅសាច់រឿងព្រឹត្តិការណ៍បូគូមិនខ្វល់ពីព្រឹត្តិការណ៍ទាំង4នាក់បូលាគាត់នោះទេបន្តផឹកស្រាធ្វើឲ្យព្រឹត្តិការណ៍ធានស៊ូក៏បានខឹងស្ថានភាពបែបនេះទៅហើយអ្នកនៅមានអារម្មណ៍ផឹកទៀតព្រឹត្តិការណ៍បូគូក៏បានតបទៅវិញហេតុអ្វីបានជាលោកស្លន់ស្លោខ្លាំងម្ល៉េះឬមួយក៏អ្នកមិនទុកចិត្តពួកគាត់ដោយព្រឹត្តិការណ៍នៃអាណាចក្រឈូយន្តក៏បាននិយាយតើអ្នកគិតថានឹងមាននរណាម្នាក់មកពីអាណាចក្រធានវូចាក់ចេញមកវិញបានមែនទេគ្នារបស់គាត់ក៏បានបន្ថែមទៀតអ្នកមិនអាចនិយាយបែបនេះនោះទេតាមខ្ញុំគិតប្រហែលជាពួកគេបានជីកដីកប់ខ្លួនឯងបាត់ទៅហើយចំណែកព្រឹត្តិការណ៍សក់សក៏បានបន្តខ្ញុំប្រកាសថាក្រុមអាណាចក្រធានវូទាំងមូលប្រកាសជាត្រូវលុបចោលទាំងស្រុងជាមិនខានព្រឹត្តិការណ៍បូគូក៏បានតបទៅវិញមើលទៅពួកលោកពិតជាមានទំនុកចិត្តខ្លាំងមែនបើអញ្ចឹងតើពួកលោកហ៊ានភ្នំបន្ថែមទៀតដែរឬទេដោយសារតែខ្ញុំត្រូវការប្រាក់ខ្លះៗដើម្បីទិញស្រាផឹកព្រឹត្តិការណ៍សក់សក៏បានយកព្រមល្អខ្ញុំនឹងភ្នាល់ត្បូងវិញ្ញាណ 1000 លានថាក្រុមអាណាចក្រធានវូរបស់អ្នកនឹងត្រូវបំផ្លាញចោលទាំងស្រុងដោយព្រឹត្តិការណ៍នៃអាណាចក្រឈូយន្តគាត់ក៏បាននិយាយខ្ញុំនឹងភ្នាល់ដាក់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់មើលទៅព្រឹត្តិការណ៍បូគូពេលនេះឡើងផ្អែមមាត់តែម្ដងធ្វើការគោរពសូមឲ្យស្ដេចយានធ្វើជាស័ក្តិសិទ្ធិដល់ពួកខ្ញុំព្រឹត្តិការណ៍សក់សនៅតែជឿជាក់មិនត្រឹមតែលោកបាត់បង់នូវទ្រព្យសម្បត្តិទាំងអស់នោះទេសូម្បីតែគេឈ្មោះអាណាចក្រធានវូរបស់ពួកលោកក៏ត្រូវបានខ្ទេចដូចគ្នាហើយពេលនេះពួកគាត់ក៏បានសម្លឹងទៅមើលទីលានប្រកួតដែលសាយភានចំហាយធម្មពលឡើងមកលេចចេញនៅដុំគ្រីស្តាល់ចំនួន3ហើយនឹងវត្តមានរបស់លីស៊ីងដែលគាត់បានរកបាន3ពិន្ទុធ្វើឲ្យព្រឹត្តិការណ៍នៃអាណាចក្រឈូយន្តសប្បាយចិត្តយ៉ាងខ្លាំងពិតជាស័ក្តិសមជាយុវជនដែលមានទេពកោសល្យរបស់អាណាចក្រយើងមែនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែដុំគ្រីស្តាល់ចំនួន7បានផុសចេញតើវាអាចជានរណាម្នាក់ដែលមកពីអាណាចក្រគុណនាគមែនទេញញឹមមិនតិចខកចិត្តយ៉ាងខ្លាំងដោយសារតែនោះគឺជាវត្តមានរបស់ឈិនណានវាគឺជាមនុស្សដែលមកពីអាណាចក្រធានវូតើអាចធ្វើបានយ៉ាងដូចម្តេចតើមានអ្វីកើតឡើងចំពោះផែនការរបស់ពួកយើងដែលបានរៀបចំទុកទៅព្រឹត្តិការណ៍សក់សនៅតែមានអំណួតគ្រាន់តែជាសំណាងរបស់ពួកគេតែប៉ុណ្ណោះសំណាងឬមិនសំណាងពេលនេះបានដឹងហើយដុំគ្រីស្តាល់ជាច្រើនបានលេចចេញនៅលើទីលានប្រកួតជាមួយនឹងវត្តមានរបស់ក្រុមអាណាចក្រធានវូជាច្រើនដែលធ្វើឲ្យពួកគាត់បានលាន់មាត់ថានេះពិតជាមិនគួរឲ្យជឿនោះទេតើមនុស្សនៃអាណាចក្ររាជវង្សដ៏អស្ចារ្យរបស់ខ្ញុំនៅឯណាព្រឹត្តិការណ៍សក់ក្តៅចិត្តយ៉ាងខ្លាំងពួកល្ងងឥតប្រយោជន៍នៅពេលដែលអ្នកប្រុសវ័យក្មេងរបស់ខ្ញុំត្រឡប់មកវិញគាត់ច្បាស់ជាបង្រៀននៅមេរៀនឲ្យពួកឯងជាមិនខានភ្ញាក់ព្រឹកតែម្ដងដោយសារតែដុំគ្រីស្តាល់ជាច្រើនបន្តលេចចេញមកដែលវាគឺបានផ្លែកខុសគេហោះទៅខាងលើលំហផ្ដុំគ្នាគូចេញនៅពន្លឺបង្ហាញនៅវត្តមានរបស់ឈិនធានដែលគាត់ក៏បានមកលើឡើងមនុស្សដែលបានស្លាប់ទៅហើយមិនអាចចាក់ចេញពីអាណាចក្រសម្ងាត់បានទេខ្ញុំខ្លាចថាអ្នកក៏មិនមានឱកាសដើម្បីបង្រៀនពួកគេដែរអ្នកទស្សនាក៏បានលន់មាត់ថានោះគឺជាវូឈិនគាត់នៅមានជីវិតនៅឡើយនោះទេថែមទាំងរកបាន20ពិន្ទុទៀតផងវាពិតជារឿងដែលគួរឲ្យសំណើចខ្លាំងណាស់ដោយក្រុមអាណាចក្រគុណនាគពេលនោះក៏បានបង្ហាញខ្លួនឡើងដូចគ្នាទាំងរបួសដែលធ្វើឲ្យព្រឹត្តិការណ៍សក់សក៏បានប្រព្រឹត្តធម្មពលចាប់ច្របាច់កយកមកតើពួកឯងកំពុងតែធ្វើអ្វីនៅទីនោះហើយលោកម្ចាស់វ័យក្មេងវូហ្វេណែណាអាបារ៉ូម្នាក់នោះក៏បានប្រាប់ថាពួកគេទាំងអស់ត្រូវបានស្លាប់ហើយដោយសារតែមនុស្សនៃអាណាចក្រធានវូស្ទើរតែជាសត្វចម្លែកបន្តភ្ញាក់ផ្អើលពេលនេះច្រកនៃអាណាចក្រអាតកំបាំងត្រូវបានបាត់ហើយលើកនេះអាណាចក្រធានវូពិតជាបានទទួលចំណាត់ថ្នាក់លេខ1មែនព្រឹត្តិការណ៍បូគូក៏បានចុះមកសរសើរឈិនធានមិនដាច់ពីមាត់នោះឡើយក្រុមរបស់ពួកនេះពិតជាធ្វើបានល្អខ្លាំងណាស់ប៉ុន្តែព្រឹត្តិការណ៍សក់មិនទាន់អស់ចិត្តនៅឡើយនោះទេក៏បានហក់ចុះមកដូចគ្នាតើមនុស្សដែលមានសមត្ថភាពលេខ1នៅក្នុងអាណាចក្រគុណនេះអាចស្លាប់បានដោយរបៀបណាឯប្រកាសជាបានបោកប្រាស់ពួកយើងទាំងអស់គ្នាជាមិនខានដែលធ្វើឲ្យឈិនធានក៏បានតបថាខ្ញុំអាចនិយាយបានថាគេគ្រាន់តែជាមនុស្សអសមត្ថភាពតែប៉ុណ្ណោះវាគ្មានអ្វីលើពីនេះនោះទេព្រឹត្តិការណ៍សក់ខឹងយ៉ាងខ្លាំងឯងចង់ស្លាប់ហើយសម្រុកចូលទៅយ៉ាងលឿនមកឈិននៅធម្មពលនៅក្នុងក្រញាំដៃស្របពេលដែលសម្លេងរបស់ស្ដេចយានក៏បានមកលើឡើងឯងពិតជាប្រហើម្លេះបើនៅក្បួនធម្មពលរបស់គាត់ដាក់សម្ពាធទៅលើព្រឹត្តិការណ៍សក់ឌឹបប្រញាច់ទៅនឹងដីស្ដេចយានខ្ញុំគឺជាពូបរិសុទ្ធចំនួនទី1ហើយអ្វីបានជាលោកហ៊ានធ្វើបោកខ្ញុំបែបនេះស្ដេចយានក៏បានប្រាប់ថាអ្នកបានញុះញង់មេដឹកនាំនៃអាណាចក្រម្ដងហើយម្ដងទៀតតើអ្នកបានភ្លេចហើយមែនទេថាអ្នកណាគឺជាស្ដេចដែលប្រកាសនៅទីនេះមិនចេញនៅកម្លាំងធម្មពលរបស់គាត់បន្ថែមទៀតដើម្បីផ្ដាច់ជីវិតព្រឹត្តិការណ៍សក់ឡើងជារយសម្លឹងមកបន្តិចធ្វើឲ្យព្រឹត្តិការណ៍នៃអាណាចក្រទាំងពីរក៏មានការភ័យខ្លាចប្រញាប់ធ្វើការគោរពការស្លាប់របស់សមាជិកនៃអាណាចក្រពួកយើងគឺដោយសារតែពួកគេគ្មានកម្លាំងនិងជំនាញគ្រប់គ្រាន់នោះទេបកដៃឲ្យព្រឹត្តិការណ៍បូគូយកនូវទ្រព្យសម្បត្តិទាំងអស់របស់ព្រឹត្តិការណ៍សក់ចំពោះការប្រយុទ្ធជុំទី2ត្រូវបានរំសាយដោយសារតែអាណាចក្រផ្សេងទៀតមិនមាននៅសមាជិកដែលមានសមត្ថភាពដូច្នេះហើយជុំទី2អាណាចក្រធានវូគឺជាអ្នកឈ្នះចំពោះការភ្នោះគ្នារបស់ពួកអ្នកវិញត្រូវតែដោះស្រាយឥឡូវនេះឲ្យបានរួចរាល់ដែលធ្វើឲ្យព្រឹត្តិការណ៍ទាំងពីរប្រញាប់ស្ទុះស្ទាដកចេញមកទៀងចិត្តរបស់ពួកគាត់គឺស្ដាយខ្លាំងណាស់ប៉ុន្តែព្រឹត្តិការណ៍បូគូនៅតែយកមកក្នុងដៃទាំងអស់នេះគឺជាប្រាក់សម្រាប់ខ្ញុំទីស្រាផឹកហើយគាត់ក៏បានឆ្លៀតបោះឲ្យឈិនធានមួយស្បោងចំណែកស្ដេចយានក៏បានបញ្ចេញនូវគ្រាប់ថ្នាំវិញ្ញាណមួយគ្រាប់រាជវង្សយានយ៉ាងរបស់ខ្ញុំតែងតែគោរពមនុស្សដែលមានទេពកោសល្យខ្លាំងពូកែចំពោះថ្នាំគ្រាប់វិញ្ញាណបង្កើតស្មារតីមួយនេះគឺជារង្វាន់សម្រាប់មនុស្សឈ្នះក្នុងការប្រកួតហើយខ្ញុំនឹងទៅទឹងរង់ចាំការប្រកួតរបស់អ្នកនាពេលអនាគតឈិនធានដាក់ដៃធ្វើការគោរពសូមអរគុណស្ដេចយានកាត់មកពេលរាត្រីនៃរាជវង្សយានយ៉ាងដែលបានរៀបចំនៅពិធីជប់លៀងយ៉ាងអធិកអធមមាននៅមនុស្សម្នានិងយុវជនជាច្រើនមានទាំងវត្តមានរបស់ឈិនធានហើយនិងលូស៊ីរួមទាំងអាក្បាកំហុយស៊ឺមូផងដែរនាងក៏បានសួរថាស៊ឺមូតើឯងបានបាត់ខ្លួនតាណាយូរម្ល៉េះពួកវាក៏បានតបថាក៏មិននិយាយអំពីរឿងនឹងអីដោយសារតែខ្ញុំអង្គុយកេងខ្លាំងពេកក៏បានដេកបន្តិចទៅខ្ញុំក៏បានទទួលភាពជោគជ័យមួយដែលធ្វើឲ្យខ្ញុំពេលនេះក៏មានការភ្ញាក់ផ្អើលដូចគ្នាផងដែរស្របពេលនោះព្រះអង្គម្ចាស់វ័យក្មេងវូយីនិងគ្នារបស់គាត់ម្នាក់ទៀតមានឈ្មោះថាសៀនទូបានបង្ហាញខ្លួនពីខាងក្រោយនិយាយថាដូច្នេះអ្នកគឺជាវូ
Wu Chen មែនទេដែលស្ថិតនៅក្នុងកម្រិតអាណាចក្រប្រយុទ្ធដំណាក់កាលទី7ហើយហ៊ានសម្លាប់មនុស្សដែលមានទេពកោសល្យនៅក្នុងអាណាចក្ររាជវង្សដ៏អស្ចារ្យរបស់ខ្ញុំផងនៅក្នុងការប្រកួតរាជវង្សអធិរាជខ្ញុំនឹងយកជីវិតរបស់ឯងឈិនធានទឹកមុខគ្មានការតក់ស្លុតមិនចាំបាច់រងចាំដល់ពេលនោះទេឥឡូវនេះក៏បានប្រសិនបើអ្នកហ៊ានបន្ទាប់ពីស្ដាប់ឮបែបនោះសៀនទូបានខឹងយ៉ាងខ្លាំងមិនឆេះនឹងកម្លាំងធម្មពលរបស់គាត់ចំពោះមុខឈិនធានខណៈពេលនោះយើងក៏បានឃើញអ្នកខ្លាំងម្នាក់ទៀតទម្លាក់ខ្លួនចុះមកជាមួយនឹងធម្មពលដែលគាត់មានឈ្មោះថាស៊ីលូហានជាអ្នកខ្លាំងជាប់ចំណាត់ថ្នាក់ទី7នៅក្នុងរាជវង្សអធិរាជហើយនឹងមនុស្សចំណេះរបស់ស្ដេចយានកើគុយដែលធ្វើឲ្យសៀនទូក៏បានលន់មាត់ថាអ្នកពិតជាស័ក្តិសមជាដៃគូប្រកួតរបស់ខ្ញុំមែនដែលកើគុយគាត់មិនបានខ្វល់ជាមួយនឹងសម្ដីរបស់សៀនទូនោះទេដើរចូលទៅរកឈិនធាននិយាយថាវូឈិនលើកនេះអ្នកពិតជាទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនមែនដែលបានធ្វើឲ្យអាណាចក្រដ៏អស្ចារ្យទាំង3បានបាក់មុខឈិនធាននៅតែដាក់ខ្លួនដដែលគ្រាន់តែជាសំណាងរបស់ខ្ញុំតែប៉ុណ្ណោះស្របពេលនោះស្រទាប់ផ្កាឈូកជាច្រើនក៏បានធ្លាក់ចុះមកជាមួយនឹងសម្លេងមនុស្សស្រីដ៏ពីរោះបាននិយាយថាដូច្នេះលោកគឺជាអ្នកក្លាហានវ័យក្មេងវូឈិនដែលវត្តមានរបស់នាងធ្វើឲ្យអ្នករកគ្នាក៏បានលន់មាត់មេងឈៀងចំណាត់ថ្នាក់លេខ2នៅក្នុងរាជវង្សអធិរាជនាងក៏បាននៅទីនេះដែរសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់នាងផ្ទាល់ក៏បានណែនាំខ្លួនថាខ្ញុំមេងឈៀងហើយខ្ញុំក៏បានលើអំពីកេរ្តិ៍ឈ្មោះរបស់លោកជាច្រើនមកហើយឈិនធានក៏បាននិយាយខ្ញុំមិនបានរំពឹងទុកថាបងប្រុសគុយបាននិយាយរឿងរ៉ាវរបស់ខ្ញុំច្រើនខ្លាំងម្ល៉េះគាត់ក៏បានតបទៅវិញដើម្បីជួបគូប្រជែងដ៏ស័ក្តិសមខ្ញុំមិនដែលភ្លេចប្រមូលប្អូនវូឈិននោះទេដោយទង្វើរបស់ពួកគាត់ធ្វើឲ្យសៀនទូមិនពេញចិត្តនោះឡើយហើយអ្វីបានជាពួកមនុស្សរាជវង្សអធិរាជទាំងអស់នេះនិយាយគូសំជាមួយនឹងវូឈិនម្ល៉េះស្ដេចយានក៏បាននិយាយរយៈពេល3ថ្ងៃអ្នកទាំងអស់គ្នានឹងបន្តទៅកាន់រាជធានីដ៏ពិសិដ្ឋនៃដែនឋានស៊ូកណ្ដាលដើម្បីចូលរួមក្នុងការជ្រើសរើសតំបន់ហើយស្រាមួយពេលនេះគឺខ្ញុំចង់ជូនពរអ្នកទាំងអស់គ្នាទទួលបានភាពជោគជ័យនិងជ័យជំនះបន្ទាប់ពីអ្នករកគ្នាលើកដាច់អស់មួយពេលរៀងៗខ្លួនហើយធ្វើឲ្យកម្លាំងធម្មពលរបស់គាត់ចាប់ផ្ដើមកើនឡើងស្រាទាំងអស់ដែលពួកគាត់បានហូបគឺមកពីគ្រូសាមេងដែលបានល្បីជាយូរលង់ណាស់មកហើយវាពិតជាស័ក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់គាត់មែនពេលទៅដល់រាជធានីដ៏ពិសិដ្ឋខ្ញុំពិតជាកំទេចពួកយុវជនទាំងអស់នោះជាមិនខានលីយូហានបន្ទាប់ពីត្រូវស្រាបន់មួយពេងធ្វើឲ្យគាត់ក៏មានចិត្តអង់អាចអ្នកទាំងអស់គ្នាសុទ្ធតែជាមនុស្សទន់ខ្សោយមិនទាន់ឈានទៅដល់ដំណាក់កាលទី8នៃកម្រិតអាណាចក្រប្រយុទ្ធពេលដែលពួកអ្នកទៅដល់រាជធានីដ៏ពិសិដ្ឋនឹងក្លាយទៅជាមនុស្សអន់ឲ្យគេសាច់ចំអកតែប៉ុណ្ណោះស្ដេចយានក៏បានស្ដីឲ្យលូហានឆាប់បិទមាត់របស់អ្នកភ្លាមទៅប៉ុន្តែគេនៅតែមិនព្រមទះតុកម្ដាយងើបឡើងការប្រគល់ប្រជែងនៅក្នុងរាជធានីដ៏ពិសិដ្ឋលើកចុងក្រោយបងប្រុសរបស់ខ្ញុំបានស្លាប់នៅក្នុងស្នាដៃរបស់ពួកវាបន្ទាប់មកគាត់ក៏បានដាក់ដៃធ្វើការគោរពស្ដេចយានខ្ញុំស្នើសុំឲ្យមានការប្រគល់ប្រជែងដ៏អស្ចារ្យមួយដើម្បីជ្រើសរើសយកមនុស្សដែលមានសមត្ថភាពនិងខ្លាំងក្លាដ៏ពិតប្រាកដឲ្យក្លាយទៅជាប្រធានក្រុមដើម្បីគ្រប់គ្រងអ្នករាល់គ្នាប្រសិនបើអ្នកណាមិនស្ដាប់បង្គាប់សម្រាប់ចោលសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពបន្តភ្លាមៗមានរហូតដល់ភាពទី146អាចចូលជាសមាជិកកូនក្រុម VIP របស់ admin បានដែលចំណាយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងអាចទស្សនាការសម្ដែងរឿងរបស់ admin នៅក្នុងកូនក្រុម VIP បានដែល admin មានភាពបន្តផុសជារៀងរាល់ថ្ងៃហើយមិនមែនមានតែមួយរឿងនេះនោះទេនៅមានរឿងផ្សេងទៀតចំនួន5-6ឯណោះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចទាក់ទងទៅ Telegram ផ្ទាល់របស់ admin បាន link នៅក្រោម comment ហើយសាច់រឿងភាគទី136របស់យើងក៏ត្រូវបានបញ្ចប់ក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងពេលនេះ admin សូមជម្រាបលាបាយបាយ